សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីមកចែកម្លែកជូនបងប្អូនអ្នកគ្នាហើយវីដេអូខ្ញុំថ្ងៃនេះដែរគេនិយាយពាក់ព័ន្ធអំពី chat បងប្អូនអ្នកគ្នារបៀបថារបៀបបដូរ background យើងឬមួយក៏បដូរផ្ទាំងខាងក្រោយដែលយើង chat អីចឹងបងប្អូនអ្នកគ្នាដូចនេះអញ្ចឹងខ្ញុំចូលទៅនេះមួយនេះដូចខ្ញុំចង់បដូរផ្ទាំង background ខាងក្រោយហ្នឹងបងប្អូនអ្នកគ្នានេះខាងក្រោយដែលយើង chat ហ្នឹងនេះខាងក្រោយយើងដែលយើងកំពុង chat ហ្នឹងយើងចង់ដូរ background រូបភាពយើងអត់ចង់ដាក់រូបហ្នឹងឯងយើងចង់ដាក់រូបយើងឬមួយក៏រូបភាពអីផ្សេងចឹងទៅបងប្អូនអ្នកគ្នាអញ្ចឹងបើអ្នកគ្នាចង់ដូរអ្នកគ្នាចុចលើនឹងមួយមកនេះចុចលើនឹងមួយមកវានឹងលោតឲ្យយើងដូរហើយចុចលើផ្ទាំងរូបភាពយើងហ្នឹងណាចុចឲ្យជាប់មួយមកនេះវានឹងលោតឲ្យយើងដូរហើយអញ្ចឹងយើងចង់ដូររូបភាពដែលមាននៅក្នុងទូរស័ព្ទហ្នឹងស្រាប់ក៏បាននេះឧទាហរណ៍យើងចង់ដូរដាក់នេះឃើញបងប្អូនអ្នកគ្នាឃើញរូបហ្នឹងយើងចង់ cancel យើងចង់ដូរដាក់រូបអីផ្សេងហើយខ្ញុំហៅមើលរូបមួយសិនឧទាហរណ៍ណារូបនេះមានច្រើនណាបងប្អូនអ្នកគ្នាប្រាប់សម្រាប់ឲ្យយើងជ្រើសរើសជាងអ្នកគ្នាចង់យករូបអីអ្នកគ្នាដាក់មកអញ្ចឹងខ្ញុំយកហ្នឹងវិញនេះបន្ទាប់ពីអ្នកគ្នាដាក់រូបហ្នឹងហើយអ្នកគ្នាបាច់មើលខាងលើនេះច្រើននេះអ្នកគ្នាចុចខាងក្រោមនេះមកនេះចុច select នេះខាងក្រោមមកកន្លែងពណ៌ខ្មៅចុច select ហ្នឹងមកឃើញទេនេះអញ្ចឹងយើងទទួលបានរូបភាពដែលយើងមិនដាក់មិញឃើញបងប្អូនអ្នកគ្នាអញ្ចឹងយើងចុចលើនឹងមួយទៀតយើងអត់ចង់ដាក់រូបភាពដែលមាននៅក្នុងទូរស័ព្ទហ្នឹងស្រាប់ទេយើងចង់យករូបនេះយករូបពីក្នុងទូរស័ព្ទរបស់យើងនេះអញ្ចឹង upload and iMac នេះមកនេះកន្លែងហ្នឹងចុចលើនឹងមួយមកបន្ទាប់មកនេះវាមកដល់កន្លែងនេះឃើញកន្លែងនេះហ៎អញ្ចឹងមកដល់កន្លែងនេះយើងអាចយករូបភាពបានអ្នកគ្នាចង់ដាក់រូបមួយណារូបបងប្អូនរបស់គ្នាឧទាហរណ៍ខ្ញុំដាក់រូបខ្ញុំដាក់រូបខ្ញុំមួយចុះខ្ញុំដាក់រូបនេះអញ្ចឹងវាចេញមកបែបនេះអញ្ចឹងអ្នកគ្នាសេរីមកនេះសេរីចេះមកនេះអញ្ចឹងយកប៉ុណ្ណឹងបន្តមកចុចដោនខាងលើនេះឃើញទេកន្លែងនេះដោនខាងលើហ្នឹងអញ្ចឹងយើងដោនមកកន្លែងរូបភាពហ្នឹងអ្នកគ្នាទាញសេរីចេះមកឲ្យចំរូបបំពេញខ្លួនយើងចេះមកបន្តមកចុចដោនមកបងប្អូនគ្នាបន្ទាប់ពីដោនហើយអ្នកគ្នារងចាំបន្តិចមកនេះបន្ទាប់មកវាចេញមកបែបហ្នឹងបន្ទាប់មកចុចពាក្យ select ដដែលមកបងប្អូនគ្នា select ហ្នឹងអូខេនេះឃើញទេអ្នកគ្នាអញ្ចឹងនេះរូបភាពរបស់យើងដែលយើងបានដាក់មិញនៅផ្ទាំងខាងក្រោយ background ដែលយើងលេង chat ហ្នឹងបងប្អូនអ្នកគ្នាហើយបើសិនតែអ្នកគ្នាចុចចឹងហើយវាអត់ចេញដូចខ្ញុំចេះមានវិធីមួយទៀតបងប្អូនអ្នកគ្នាអញ្ចឹងអ្នកគ្នានេះចូលកន្លែងរូប profile របស់យើងនេះមកបន្ទាប់មកនេះមកកន្លែងនេះឃើញទេនេះកន្លែងហ្នឹងឃើញទេនេះកន្លែងខាងលើហ្នឹងកន្លែងពាក្យ dem ហ្នឹង them ហ្នឹងកន្លែងពាក្យ them ហ្នឹងអញ្ចឹងអ្នកគ្នាចុចលើនឹងមួយមកអញ្ចឹងមកដល់កន្លែងរូបភាពដែលយើងចង់ដូរហើយអញ្ចឹងអ្នកគ្នាចុចដូរមកដូចមិញបងប្អូនអ្នកគ្នាក៏ចុចលើនឹងមួយហើយអ្នកគ្នាចុចពាក្យ select នេះមកឃើញទេបងប្អូនអ្នកគ្នាអញ្ចឹងមកអ្នកគ្នាចុចលើរូបភាពអត់ចេញអ្នកគ្នាអាចមកដាក់នៅកន្លែងនេះបាននេះអ្នកគ្នាចុចកន្លែងហ្នឹងមកនេះបន្ទាប់មកវានឹងឃើញនៅខាងលើនេះហើយកន្លែងនេះកន្លែងនេះកន្លែង reaction កន្លែង reaction កន្លែងរូបនេះដៃហ្នឹងកន្លែង reaction ហ្នឹងអ្នកគ្នាអាចដូរបាននេះកន្លែង reaction ហ្នឹងដូចនេះកន្លែងយើងដាក់រូបមេដៃទៅអញ្ចឹងនេះកន្លែងដាក់រូបមេដៃអញ្ចឹងរូបមេដៃអញ្ចឹងប៉ុន្តែយើងអត់ចង់ដាក់រូបមេដៃទេយើងចង់ដូរយើងចង់ដាក់រូបមេដៃយើងចង់ដូរដាក់អីផ្សេងដូចដាក់រូបភ្នែកជាមួយក៏រូបអីផ្សេងហ្នឹងនេះកន្លែងហ្នឹងមានដូចគ្នាយើងស្រីមកអ្នកគ្នាចង់ដាក់រូបអីឧទាហរណ៍ខ្ញុំមកចង់ដាក់រូបដែរខ្ញុំចង់ដាក់រូបអីផ្សេងហ្នឹងទៅអញ្ចឹងយើងក៏ចុចលើនឹងមួយមកនេះចុចលើនឹងមកប៉មកនេះវាលោតមកកន្លែងនេះឃើញទេហើយកន្លែង nickname នេះយើងកន្លែងដូរ nickname យើងចង់ដាក់ឈ្មោះនេះទេយើងចង់ដូរ nickname ឧទាហរណ៍ខ្ញុំដូរអ្នកនរគ្នាមើលអញ្ចឹងខ្ញុំដូរ nickname យើងចង់ដូរទាំងពីរក៏បានយើងចង់ដូរតាអ្នកដែលឆាតមកយើងហ្នឹងក៏បានដែរអញ្ចឹងយើងចង់ដូរ nickname យើងចង់ដាក់ឈ្មោះយើងចង់ដាក់តារូបមួយទេអញ្ចឹងដាក់បេះដូងមួយក៏បានដែរគេបងប្អូនអ្នកគ្នាចង់ដាក់បេះដូងពីរបេះដូងពីហើយយើងសេវមកឃើញទេបន្ទាប់មកយើងចេញមកវិញមកនេះបន្ទាប់មកយើងមកមើលខាងលើនេះមកឃើញវីដេអូមិញវាមានឈ្មោះaccount ហ្នឹងប៉ុន្តែឥឡូវយើងដូរ nickname វាយើងដាក់តែបេះដូងពីរអញ្ចឹងវាចេញមកបេះដូងពីរអញ្ចឹងយើងចេញមកវិញមកបងប្អូនអ្នកគ្នាចេញមកវិញហើយអ្នកគ្នាមកមើលខាងក្រោមនេះកន្លែងនេះកន្លែងខ្ញុំដូរ reaction មិញអាមុនរូបមេដៃប៉ុន្តែខ្ញុំដូរដាក់នេះវិញហ្នឹងហើយមិញរូបមេដៃតែឥឡូវខ្ញុំដូរដាក់រូបនេះវិញឃើញទេនេះពេលខ្ញុំចុចទៅនេះវាចេញរូបនេះឃើញទេបងប្អូនអ្នកគ្នាអញ្ចឹងបើអ្នកគ្នាទាំង3ចំណុចហ្នឹងនិយាយទេបងប្អូនអ្នកគ្នារបៀបដាក់ background នៅក្នុង chat ប៉ុនយើងហ្នឹងហើយបញ្ជាក់មួយទៀតបងប្អូនអ្នកគ្នាសម្រាប់ background ហ្នឹងតែយើងដាក់នៅឈ្មោះណាអញ្ចឹងវាមានតែនៅឈ្មោះហ្នឹងទេបងប្អូនអ្នកគ្នាបើអ្នកគ្នាចង់ដាក់នៅ
account មួយនេះអ្នកគ្នាសេរីតាមនឹងទៀតបងប្អូនអ្នកគ្នាចឹងនៅនឹងអត់មានអីច្រើនទេបងប្អូនអ្នកគ្នាមានតែ3ចំណុចទូទៅទេរបៀបដាក់ background ខាងក្រោយហើយនឹងនេះរបៀបដាក់ sticker ដែលយើងឆាតទៅគេហ្នឹងហើយមួយទៀតគឺអីគេអ្នកគ្នាមួយទៀតគឺយើងដូរឈ្មោះអ្នកគ្នានេះកន្លែងដូរឈ្មោះ nickname ហ្នឹងឃើញបងប្អូនអ្នកគ្នាចឹងអាហ្នឹងមានតែ3ចំណុចហ្នឹងទេអរគុណច្រើនបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបើអ្នកគ្នាអត់យល់ត្រង់ណាអ្នកគ្នាអាច comment ខាងក្រោមវីដេអូខ្ញុំបានបងប្អូនអ្នកគ្នាកុំភ្លេចជួយ subscribe channel ខ្ញុំដាក់មួយផងអរគុណច្រើនបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអ្នកគ្នា